សូមជម្រាបសួរបាទមកកាន់អេពីសូតទី2នៅក្នុងអេពីសូតទី2នេះយើងនឹងលើកយកប្រធានបទមួយដើម្បីធ្វើការស្វែងយល់អំពីស្ថានភាពរឿងរ៉ាវនៅក្នុងចិត្តរបស់លោកស្រីនិងនាងកញ្ញាដែលធ្លាប់ជួបបទពិសោធន៍កន្លងមកគោលបំណងនៅក្នុងការធ្វើការស្វែងយល់នេះគឺដើម្បីរៀបចំកម្មវិធីនៅក្នុងនិយាយនឹងស្ដាប់រឿងរ៉ាវនៅក្នុងចិត្តលើវិស័យចិត្តសាស្ត្រនេះឲ្យកាន់តែមានប្រសិទ្ធភាពហើយនឹងត្រូវទៅតាមតម្រូវការរបស់លោកស្រីនិងនាងកញ្ញាអញ្ចឹងខ្ញុំសង្ឃឹមជឿជាក់ថាអស់លោកស្រីនិងនាងកញ្ញាទាំងអស់នឹងចូលរួមនៅក្នុងការបំពេញនៅកម្រងសំណួរខ្លីដែលខ្ញុំនឹងរៀបរៀងនៅពេលឆាប់ខាងមុខនេះអញ្ចឹងសូមអរគុណសម្រាប់ការចូលរួមរបស់លោកស្រីនិងនាងកញ្ញាហើយយើងសង្ឃឹមជឿជាក់ថានឹងជួបគ្នាឆាប់នៅក្នុងអេពីសូតទី3ដែលនឹងមានប្រធានបទផ្សេងទៀតដែលយើងនឹងយកមកចែករំលែកជាមួយអស់លោកស្រីនៅលើវិស័យចិត្តសាស្ត្រលើប្រធានបទតកតទៅនឹងនិយាយនិងស្ដាប់រឿងរ៉ាវនៅក្នុងចិត្តដូច្នេះសូមកុំភ្លេចរងចាំទស្សនាតាមដាននៅអេពីសូតបន្តទៀតសូមអរគុណ